បាទសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញបងប្អូនអរគ្នាអំពីថ្មប្រភេទ40វ៉ុលហើយនិងឆ្នាំងសាកប្រភេទ40វ៉ុលសម្រាប់ថ្ម40វ៉ុលយើងមានច្រើនចំណុះមែនតើមាន2អាំពែ2អាំពែកន្លះ4អាំពែ5អាំពែនិង8អាំពែហើយខ្ញុំមកបង្ហាញនេះតែ2អាំពែកន្លះហើយនិង4អាំពែទេហើយឆ្នាំងសាកដូចគ្នាដែរយើងមានឆ្នាំងសាកប្រភេទសាកលឿនបាទសាកធម្មតាហើយនិងមួយទៀតប្រភេទឆ្នាំងសាក2ផតអញ្ចឹងខ្ញុំមកបង្ហាញនេះតែមួយផតសិនទៅតង់ជាមួយនឹងថ្មបាទ40វ៉ុលចំណុះ2អាំពែកន្លះនេះគឺមានលេខកូដរបស់វាគឺ BL 4025ហើយលេខកូដកំងគឺមាននៅខាងនេះទៀតណាបាទដូចគ្នាដែរនេះគឺលេខកូដ40វ៉ុល4អាំពែ BL 40F ហើយលេខកូដកំងនៅខាងនេះនេះបាទនេះអូខេឆ្លងសាកដូចគ្នាដែរនេះ DC 40OA បាទហើយឈ្មោះគេឈ្មោះ fast charge ចឹងមកបាទ fast charge ហើយនេះគឺលេខកូដកំងណាបាទហើយតកតងជាមួយនឹងរយៈពេលនៃការសាកក៏បានបញ្ជាក់នៅលើនឹងដែរគឺថ្ម2អាំពែសាក22នាទី2អាំពែកន្លះសាក28នាទី4អាំពែសាក45នាទីហើយនិង5អាំពែសាក50នាទីអញ្ចឹងគឺបញ្ជាក់នៅលើនឹងអស់ហើយតកតងជាមួយនឹងចំណុចនេះគឺខ្ញុំចង់បង្ហាញថាបើសិនជាបងប្អូនទាំងអស់គ្នាបាទឃើញខ្ញុំ review តកតងជាមួយផលិតផល Makita ដែលទូទៅទេគឺមានន័យថាបងប្អូនទាំងអស់គ្នាត្រូវទិញថ្មនិងឆ្នាំងសាកទៅថែមឬក៏ទិញឈុតថ្មនិងឆ្នាំងសាកទៅថែមឬក៏បងប្អូនទាំងអស់គ្នាមានថ្មនិងឆ្នាំងសាកហើយរបស់ Makita ហើយគឺចំណេញថវិកាអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមានប៉ុណ្ណេះបាទបើសិនជាបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ឬក៏ចង់ដឹងព័ត៌មានបន្ថែមអាចតតមកបានបាទសូមអរគុណ